នេះពេលដែលយើងចុះពី airport មកដល់រកទីtrain go to train យើង go to train មកចុះទៅក្រុម B1 đang từ trainយើងចង់ទៅ Tokyo Station យើងអាចប្រើ JR Pass ក៏បានដែលយើង activate ហើយឬក៏យើងមកទិញសម្បត្តិតនៅកន្លែង train នេះព្រោះthey cover by JR Pass នេះយើងមកទិញសម្បត្តិនៅកន្លែងនេះហើយ locker នេះចូលត្រង់ជួរទៅទិញសម្បត្តិពីកន្លែងហ្នឹងទិញហើយចូលទៅ Tokyo Station មកដល់តាមនេះដើម្បីចូលទៅស្ថានីយ៍ដែលយើងទៅយើងមកដល់ត្រង់នេះហើយនេះចុះទៅក្រុមតាម JR Narita Station here នេះជាកន្លែង arrival ពេលយើងមកពី Tokyo វិញចូលតាមនេះដើម្បី express លឿនទីតាំងហ្នឹងត្រូវតែដូចជាតម្លៃ spot ដូចជា$20ត្រូវតែ reservation សិនបើយើងជាប្រើ JR Pass យើងត្រូវ book reservation ដូចគ្នាបើមិនចឹងទេអត់មានកន្លែងអង្គុយទេត្រូវឈរទោះបីយើងមាន JR Pass ក៏ដោយយើងដើមកន្លែងគេអង្គុយអញ្ចឹងត្រូវតែកក់ទុកមុនមកទិញសម្បត្តិឬក៏យកអាចជា off pass យើងហ្នឹងមក activate រកសម្បត្តិដើម្បីយកកន្លែងអង្គុយចូលទៅកន្លែងដូចមិនអញ្ចឹងបើយើងអត់មានកក់ទេតើយើងដើររកកន្លែងណាដែលទៅនេះអង្គុយហើយពេលគេមកសុំកន្លែងយើងឲ្យគេអង្គុយដើររកកន្លែងថ្មីអាហ្នឹងប៉ុន្តែ JR Pass គឺវា cover ប៉ុណ្ណឹងនេះជាទស្សនភាពនៅទាំងមូលនៃកន្លែង station